โอเคเลยខ្ញុំមកខេតបានធ្វើដំណើរមកឆ្លងផុតខេត្តកំពង់ឆ្នាំងហើយឥឡូវនេះយើងបានមកដល់ខេត្តពោធិ៍សាត់ហើយឥឡូវនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូបងបាទលោកសម្ដីដឹងចែសុកជីមហើយនឹងបាទជួនណារ៉ូបាទដែលបានជួយដំណើរបាទការមានសមត្ថភាពរបស់ខ្ញុំឥឡូវនេះយើងចូលដល់ខេត្តពោធិ៍សាត់ហើយបាទសូមអរគុណច្រើនហើយសូមអរគុណណាស់លោកអភិបាលនៃគណៈបាលខេត្តបាទសុនរិទ្ធបាទសុនសវណ្ណរិទ្ធបាទដែលបានជួយសម្រួលការធ្វើដំណើររបស់ខ្ញុំឥឡូវនេះយើងបានឆ្លងកាត់ដល់ខេត្តពោធិ៍សាត់ហើយសូមអរគុណច្រើនណាស់បងសុខភាពល្អបាទអូខេអរគុណណាអូខេចឹងខ្ញុំជម្រាបលាប៉ុណ្ណឹងហើយបាទដោយសារយើងចេះសាមគ្គីគ្នារួនដៃគ្នាឡើងមិនអើយក៏សង្ជាណអភិវឌ្ឍក្រុមគ្រាព្រោះយើងគ្រប់គ្នាសុទ្ធតែមានបេះដូងជាខ្មែរបាទខ្ញុំអរគុណច្រើនមកអរគុណគ្នាសុខសប្បាយបាទសុខសប្បាយមកគ្នាអូខេអរគុណណាស់ខ្ញុំជម្រាបណាលាអូខេបាទអូខេអធិស្ឋានបងស្រីឃើញពួកយើងតាំងពីពេលណា130វ៉ាវតាំងពី130ឥឡូវនេះអរគុណបងស្រីរួមមានសត្រាជាមលុំត្រឆៃទូទាំងរដ្ឋាមង្គលសេរីគ្លេចចាំប្រស្រីជួនតែក្តីសុខយើងជាកូនខ្មែររួមគ្នាថែមរំលងជាតិយើងថ្លៃថ្លាដោយសារយើងចេះសាមគ្គីគ្នារួមដៃគ្នាឡើងមិនអើយក៏សំជាណអភិវឌ្ឍក្រុមគ្រាព្រោះយើងគ្រប់គ្នាសុទ្ធតែមានបេះដូងជាខ្មែរព្រោះយើងគ្រប់គ្នាបេះដូងជារបស់រដ្ឋាភិបាលកម្ពុជាហើយទី3ពូនាំយកថវិកាដើម្បីជួយដល់ព្រះកងទ័ពជួរមុខនៅប្រាសាទតាមាន់បាទចំពោះការដើរនេះរយៈពេលប្រហែលថ្ងៃការដើររបស់ពូគឺពូដាក់ពេលរយៈពេល10និយាយទៅដល់ថ្ងៃទៅដល់គឺ13ថ្ងៃពូចេញដំណើរនៅថ្ងៃទី8ក៏ពូនឹងធ្វើដំណើរទៅដល់ប្រាសាទតាមាន់នៅថ្ងៃទី20បើយើងសរុបទៅគឺរយៈពេល13ថ្ងៃបាទ13ថ្ងៃគឺចប់បេសកកម្មនេះនឹងការចេញពីជួរវិញគឺដល់មួយឆ្នាំរយៈពេលបាទថ្ងៃនេះគឺចូលថ្ងៃទី5ហើយឥឡូវនេះពូដើររៀងយើងបន្តិចទៅមើលប៉ុន្តែយប់នេះពូនឹងអាចធ្វើដំណើរទាំងយប់បាទដោយសារមានការសម្របសម្រួលពីអភិបាលនៃគណៈអភិបាលដើម្បីមានកម្លាំងការពារសុខភាពក្នុងការដើរតាមផ្លូវបាទបើយីជួយទៅដល់ក្រោយតែបានឃើញចិត្តរបស់តានេះ
អារម្មណ៍ធ្វើមែនតើចៃអត់ចង់ចេញដល់ខ្លួនខ្លាំងមែនតើតែថាពីអរគុណដល់គូសម្រាប់ទៅគុំទេថាពេលមួយហ្នឹងហើយក៏អរគុណណាស់មួយហើយមួយត្រូវតែយើងក្នុងនាមជារដ្ឋខ្មែរយើងត្រូវតែខ្លាំងអញ្ចឹងណាតែខ្លះគេនិយាយថាអូខ្ញុំបាត់ស្រឡាញ់ជាតិដែរបើសិនបើជាតិត្រូវការកម្លាំងដើម្បីចូលរួមការពារជាតិគាត់នឹងការពារ